Askelet 2022 មួយគ្រឿងនេះត្រូវបាននាំមកជួសជុលបន្ទាប់ពីអ្នកប្រើប្រាស់ជួបបញ្ហាបុកប៉ះផ្នែកខាងមុខធ្វើឲ្យខូចខាតទាំងរូបរាងនិងប្រព័ន្ធភ្លើងក្រោយពេលត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាងជំនាញយើងបានរៀបចំផ្លាស់ប្ដូរផ្នែកដែលខូចមានដូចជាដូរកាងមុខការធ្លាក់មុខដូរសំណាញ់កាងធំវែងពិលឆ្វេងក្រុមមេពិលឆ្វេងសំណាញ់កាងក្រោមវែងក៏បាំងផុកលើកងមុខឆ្វេងសន្ទះសំណាញ់កាងក្រោមមុខតូចខ្លីសន្ទះសំណាញ់តូចកណ្ដាលដូរគម្របយ៉ាន់ដូរ LED កាងមុខចំហៀងឆ្វេង sensor កាងចំហៀងឆ្វេងមុខដូរសំណាញ់កាងធំខ្លីដូរសំណាញ់កាងធំកណ្ដាលនិងតោនបាញ់ថ្នាំជាជំនាញយើងបានធ្វើការដោះនិងដំឡើងយ៉ាងប្រុងប្រយ័ត្នធានាសុវត្ថិភាពនិងភាពត្រឹមត្រូវរក្សាសោភ័ណភាពដើមរបស់រថយន្តបានយ៉ាងល្អសម្រាប់ការបាញ់ថ្នាំកាងខាងមុខនិងទ្វារមុខឆ្វេងជាជំនាញយើងប្រើថ្នាំគុណភាពខ្ពស់ស្តង់ដារដើម្បីឲ្យពណ៌ស្មើស្អាតនិងភ្លឺចាំងដូចដើមអញ្ចឹងបន្ទាប់ពីបញ្ចប់ការជួសជុល Askelet 2022បានត្រឡប់មករូបរាងស្អាតដូចដើមនិងដំណើរការបានល្អជាធម្មតាសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត